នេះជាវ៉ានីឡាដែលឆ្នាំនេះឆ្នាំទី3ខ្ញុំចង់ភ្លេចឆ្នាំទី3ឆ្នាំទី4នេះឆ្នាំទី3ត្រូវហើយចឹងអានេះគឺផ្លែវ៉ានីឡារោងវ៉ានីឡានេះគឺខ្ញុំបានរៀបចំដាំកាលឆ្នាំដូចជា2023ហើយចឹងអានេះគឺជាសមិទ្ធផលដែលវាផ្លែនៅឆ្នាំនេះគឺឃើញថាផ្លែច្រើនហើយផ្លែធំល្អធ្លុះល្អមែនតើអូយមកចកោមនេះមិនក្រោម5-10ផ្លែនេះផ្លែវាយើងអាចច្រឡំជាមួយនឹងតងជាមួយនឹងដើមនេះស្តៀងគ្នានេះផ្លែអានេះដើមនេះវានៅខ្ចីអញ្ចឹងវាខៀវដូចដើមដែរពេលដែលវាទុំទៅมันវាបដូរទៅជាពណ៌ត្នោតហើយនឹងទៅជាពណ៌ក្រហមបែបចេះចឹងរោងនេះច្រើនណាស់ធំដូចជាទាំងអស់ហ្នឹងដូចជាខ្ទង់មិន80គោល80គោលអូយផ្លែច្រើនមែនតើមើលនេះអូយឃើញយ៉ាងរំភើបតងពលនោះយើងមើលពីចង្អែងចេះយើងមើលអត់ឃើញអត់ដឹងថាផ្លែច្រើនទេព្រោះដោយសារវាបន្លំជាមួយនឹងដើមចឹងនៅពេលដែលយើងមកចិត្តมันយើងឃើញថាផ្លែច្រើនផ្លែគ្រប់ផ្នែកទាំងអស់តែម្ដង